សួស្តីអ្នកទាំងអស់គ្នាឥឡូវខ្ញុំមកវិញហើយឥឡូវនេះយើងបន្តសាច់រឿងស្នេហ៍ងប់ងល់យើងទាំងអស់គ្នាពិតជាអស្ចារ្យខ្លាំងណាស់នៅទីនេះពិតជាក្រាស់មែនតើអបិតាចិត្តនឹងក៏បានផ្ទៃខ្លួនហើយក៏និយាយថារឿងអស្ចារ្យឬក៏ជារឿងដ៏អាក្រក់ទៅវិញទៅបើសិនជាពួកឯងចង់ឆ្លងផុតកន្លែងហ្នឹងគួរទៅរកកន្លែងណាដេកសិនទៅត្រូវហើយចាំខ្ញុំរកមើលសិនខ្ញុំចង់ដេកនៅជ្រុងខាងនោះត្រូវហើយផ្ទះថ្មនៅកន្លែងហ្នឹងពិតជាល្អខ្លាំងណាស់ខ្ញុំគិតថាកន្លែងហ្នឹងអាចនឹងមានពស់បានណាថែក៏បានឆ្លើយថាអត់អីទេខ្ញុំយកកន្លែងហ្នឹងហើយយ៉ាងណាក៏ថ្មនេះអាចជួយលាក់បាំងខ្ញុំខ្លះដែរម្យ៉ាងបើសិនជាខ្ញុំដេកក្បែរពស់ក្បែរកន្លាតក៏វាមិនស្មើដេកជាមួយអាប៉ែតហ្នឹងដែរកាន់មកមើលនៅពេលដែលគ្រប់គ្នាកំពុងតែដេកមានអារម្មណ៍អ្នកដាស់ថែដោយសារតែដល់វេនថែត្រូវយាមម្ដងហើយអីគេលឿនម៉េះមិនអីទេអញទៅដេកម្ដងទៅចាំខ្ញុំអ្នកយាមម្ដងខ្ញុំមានជាការព្រួយបារម្ភថានឹងមានអ្នកបង្កបញ្ហានៅយប់នេះប៉ុន្តែក៏មើលម្នាក់ដេកឡើងដូចជ្រូកតើមានអ្នកណាបង្ករឿងកើតទៅម្នាក់សើតែដើរឡើងហត់រៀងខ្លួនហើយគ្មានអ្នកណាទៅបង្ករឿងនៅយប់ហ្នឹងទេខ្ញុំដូចជាចង់ដេកបន្តិចទៀតមិនទេនេះដូចជាសំឡេងសមុទ្រតើវាមើលទៅដូចជាឆ្ងាយបន្តិចខ្ញុំចាំបានថាខ្ញុំធ្លាប់ដើរលើឆ្នេរសមុទ្រតែវាដូចជារៀងយូរណាស់ហើយពេលនោះផ្ទៃសមុទ្รงងឹតនិងស្រាបខ្លាំងណាស់ពន្លឺរបស់ទូកអ្នកនេសាទបានភ្លឺពាសពេញផ្ទៃសមុទ្រពេលដែលរលកបានបុកផ្ទាំងថ្មនៅច្រាំងសមុទ្រទឹកសមុទ្របានបញ្ចេញពន្លឺនិងខ្ចីខ្ចាយទឹកដូចជាផ្កាភ្លើងតែឥឡូវនេះវាដូចនៅពេលនោះដែរអត់ថែពេលហ្នឹងក៏បានងាកឆ្វេងស្ដាំហើយក៏និយាយថាមើលទៅខ្ញុំគួរទៅកន្លែងណាមុនណោះពេលហ្នឹងថែកំពុងគិតថាមិនដឹងថាគួរទៅតាមណាក៏មានមនុស្សម្នាក់មកស្រែកថាហេតុអ្វីបានជាឯងនៅឈរនៅហ្នឹងទៀតមិនឆាប់ទៅយាមទៅហើយយាមឲ្យស្រួលបួលផងប្រយ័ត្នដេកសុកពោះមកចឹកទៅពេលហ្នឹងថែក៏បានគិតថាមិនតបបានតាណាផងមានគេស្រែកសម្លុតបាត់ហើយនេះសម្លេងសមុទ្រកាន់តែគៀកហើយតាខ្ញុំគិតថាប្រហែលជាដើរតាមបន្តិចទៀតនឹងដល់សមុទ្រហើយខ្ញុំដូចជាឮសម្លេងមនុស្សសម្លេងដូចជានៅចិត្តហ្នឹងទេវាដូចជាចេញពីខាងនោះមកជាសត្វពស់តាវាគ្រាន់តែជាពស់ធម្មតាតែប៉ុណ្ណោះវាដូចជាគ្មានពើទេហើយក៏មិនបង្កគ្រោះថ្នាក់អីដែរនេះសម្លេងស្អីគេទៀតអីហ្នឹងនេះគឺជាមនុស្សមែនតាហើយគេមើលទៅដូចជាមិនមែនអ្នកនៅតំបន់អាស៊ីទេមើលទៅគេដូចជាអ្នកនៅតំបន់អឺរ៉ុបហើយគេមើលទៅដូចជាចម្លែកហើយគេមកធ្វើអីនៅត្រង់ហ្នឹងនេះតែខ្ញុំគួរតែតាមដានគេដែរអត់ហ្នឹងតែបើសិនបើជាខ្ញុំត្រូវគេចាប់បានវាប្រកាសជាមានរឿងមិនល្អកើតឡើងលើខ្ញុំមិនខានទេនេះតើគេតអ្នកបាត់អីហ្នឹងយ៉ាងណាក៏ដោយមិនគួរចេះដឹងរឿងគេល្អជាងកុំឲ្យនាំទុកដាក់ខ្លួនដូចលើកមុនទៀតអីកុំចង់ដឹងចង់ឮរឿងអត់ប្រយោជន៍អីវានាំតែទុកដាក់ខ្លួនទេសំឡេងទឹករលកនៅក្នុងភាពងងឹតក្លិននៃមហាសមុទ្រនិងខ្យល់ដែលមានសំណើមនៅសមុទ្រនៅពេលយប់បែបនេះគឺតែងតែមានខ្យល់ត្រជាក់ថែក៏បាននិយាយថានៅសមុទ្រនៅពេលយប់បែបនេះពិតជាស្រស់ស្អាតខ្លាំងណាស់ខ្ញុំគិតថាខ្ញុំគួរតែនាំសិនលោកមកលេងនៅទីនេះម្ដងប៉ុន្តែនៅទីនេះវារៀងគ្រោះថ្នាក់បន្តិចហើយប៉ុន្តែបើសិនជាពួកយើងរៀបចំផែនការដូចនៅថ្ងៃនេះនោះពួកយើងនឹងមិនចាំបាច់ព្រួយបារម្ភឡើយខ្ញុំគិតថាវាប្រហែលជាល្អនៅពេលដែលពួកយើងមកលេងនៅទីនេះពេលយប់នោះវាពិតជារ៉ូម៉ាន់ទិកខ្លាំងណាស់ពេលក្រោយខ្ញុំនឹងនាំសិនលោកមកទីនេះមិនខានទេខ្ញុំចាំបានថានៅពេលដែលខ្ញុំនៅក្មេងឪពុកម្ដាយរបស់ខ្ញុំតែងតែរវល់អញ្ចឹងហើយខ្ញុំនិងបងប្អូនរបស់ខ្ញុំតែងតែនៅជាមួយនឹងសាច់ញាតិរបស់ម្ដាយខ្ញុំជានិច្ចពួកគេគឺរស់នៅតាមមាត់សមុទ្រដូច្នេះហើយខ្ញុំនិងបងខ្ញុំតែងតែរត់ជុំវិញនិងលេងនៅតាមមាត់សមុទ្រជារៀងរាល់ថ្ងៃពេលហ្នឹងជេអ៊ីក៏បាននិយាយថាដំណើរនៃការច្រោះទឹកសមុទ្រខ្ពស់ជាងគេបំផុតនោះគឺនិយាយបានប៉ុណ្ណឹងថែក៏បាននិយាយថាជេអ៊ីតើបងកំពុងនិយាយអីគេហ្នឹងឲ្យលឿនឡើងយើងប្រញាប់ទៅប៉ុន្តែពេលហ្នឹងខ្ញុំដូចជារត់លេងតែឯងហ្នឹងព្រោះថាពេលហ្នឹងជេអ៊ីគេមិនមែនជាក្មេងធម្មតាដូចជាខ្ញុំឯណាគេរវល់តែការងាររបស់គេហ្នឹងនៅពេលដែលរំលឹកពីជេអ៊ីទៅខ្ញុំពិតជានឹកគាត់ខ្លាំងណាស់បើសិនជាគាត់នៅទីនេះដែរប្រហែលជាល្អហើយឥឡូវនេះមិនដឹងថាគាត់សុខសប្បាយឬក៏អត់ទេមើលទៅខ្ញុំគួរតែដល់ពេលត្រឡប់ទៅវិញហើយបើសិនជាខ្ញុំត្រឡប់ទៅវិញនៅពេលនេះវាគួរតែដល់ពេលអ្នកផ្សេងយាមម្ដងហើយដើរតាមផ្លូវកាត់នេះវាប្រហែលជាលឿនប៉ុន្តែច្រាំងថ្មរៀងខ្ពស់បន្តិចពិតជាល្អខ្លាំងណាស់ខ្ញុំធ្លាប់ឡើងច្រាំងថ្មបែបនេះកាលពីនៅក្មេងៗអញ្ចឹងហើយប៉ុណ្ណឹងអេស៊ីថយនេះតើខ្ញុំឮសំឡេងអីទៀតឯណាសំឡេងអីគេណាសំឡេងនោះដូចជាចេញពីច្រាំងថ្មក្បែរហ្នឹងមកដំបងខ្ញុំគិតថាវាជាសំឡេងទឹកសមុទ្រហើយប៉ុន្តែពេលស្ដាប់យូរទៅតាមពិតគឺជាសំឡេងរបស់មនុស្ស
សំឡេងសោក្រហមនឹងដល់ដង្ហើមទាបវាដូចជាកំពុងតែលើកអ្វីមួយហើយថាច្បាស់ជាមិនមែនសំឡេងសមុទ្រទេហើយអាណាគេក៏ឡើងម៉េះមកធ្វើអីនៅកន្លែងសមុទ្រហ្នឹងតែខ្ញុំគួរតែឡើងទៅមុខទៀតឬក៏អត់ទេនេះចុះបើសិនជាខ្ញុំឃើញពួកគេវាមិនស្អុយភ្នែកខ្ញុំងាប់ហើយទេអីប៉ុន្តែឥឡូវនេះខ្ញុំឡើងបានពាក់កណ្ដាលហើយបើចុះវិញវាខាតពេលតែបើសិនជាខ្ញុំឡើងតាមខ្លែងងងឹតនោះវាបានមិនអីទេពួកគេប្រហែលជាមិនឃើញខ្ញុំទេបើថយបន្តិចទៅក៏មិនអីដែរនៅពេលដែលពួកគេបែបនេះពួកគេប្រហែលជាមិនចាប់អារម្មណ៍នឹងវត្តមានរបស់ខ្ញុំទេដូច្នេះវាជាការរបស់ខ្ញុំហើយពួកនេះអត់មកយិតមែនតើដូចជាអត់ឃ្លានណាស់អញ្ចឹងមកដល់ពេលធ្វើអីកាត់ព្រៃកាត់យកបែបនេះហើយអត់មានបិទបាំងអីធំធៅទៀតវ៉ាវនេះពួកគេហ៊ានដាក់ចង្កៀងភ្លើងក្បែរនឹងទៀតនេះបរិសម្នាក់ដែលកំពុងមើលទៅដៃគូរបស់គេកំពុងតែបម្រើនោះមើលទៅដូចជាប្រហែលប្រកបណាស់នេះខ្ញុំមើលមិនច្រឡំទេគេគឺជាអបិរុកចិត្តទីកើនឹងតានេះគឺជាគេទៀតហើយចង្រៃយកពិភពលោកនេះពិតជាតូចមែនតើខ្ញុំមិនដឹងថាខ្ញុំគួរធ្វើអ្វីទៀតទេនេះរាងកាយរបស់ខ្ញុំកម្រើកលេងរួចហើយបើសិនជាខ្ញុំហ៊ានតែប្រឡែងដៃតាមបន្តិចនោះខ្ញុំប្រកាសជាធ្លាក់ជាមិនខានទេហើយឥឡូវនោះប្រហែលជាមានអ្នកឃើញខ្ញុំហើយក៏មិនដឹងចង្រៃយកហើយកាលចប់នឹងខ្ញុំបញ្ញាប់ចេញពីកន្លែងហ្នឹងហើយពេលហ្នឹងអបរិយក៏បាននិយាយថាហេតុអ្វីបានជាមិនដាក់ជ្រៅជាងនឹងតិចទៅហើយវាពិបាកណាស់ឬដែលគ្រាន់តែដាក់អស់ទៅពេលហ្នឹងរីក៏បានទះដៃគូខ្លួនឯងហើយក៏និយាយទៀតថាធ្វើឲ្យត្រឹមត្រូវបន្តិចទៅហើយត្រូវវាអស់ភ្លាមយ៉ាងម៉េចនេះតែឯងចង់ឲ្យយើងដាក់ចុះហើយមែនទេតែឯងមិនទាន់បានធ្វើបានសម្រេចផងណាឥឡូវនេះបេះដូងរបស់ខ្ញុំរៀងលោតញាប់ខ្លាំងណាស់ហើយរៀងថប់ថប់ហើយមិនមែនដោយសារតែខ្ញុំតោងថ្មនោះទេវាគឺដោយសារតែខ្ញុំបានឃើញមនុស្សពីរនាក់រួមរយៈគ្នាទៅវិញទេពិតជាសោយមែនហេតុអ្វីមកត្រូវឃើញអារម្មណ៍ចិត្តនេះធ្វើរឿងបែបនោះទៅកើតបើសិនជាខ្ញុំអាចកម្រើកបានខ្ញុំប្រកាសជារត់ទៅឆ្ងាយហើយតែថាមើលទៅគេពិតជាមានភាពតាក់ទាញខ្លាំងណាស់រាងកាយរបស់គេសស្អាតហើយម្យ៉ាងទៀតគេមានសាច់ដុំទៀតតែគេគឺគ្រោះថ្នាក់ខ្លាំងណាស់ខ្ញុំមិនត្រូវចូលទៅក្បែរគេនោះទេបើសិនជាទៅក្បែរគេវាដូចជាសត្វមួយក្បាលដែលរត់ចូលទៅកន្លែងគ្រោះថ្នាក់ដោយមិនដឹងខ្លួនជាមិនខានទេបើចង់ចាក់ចេញពីទីហ្នឹងក៏ត្រូវតែបន្ថយជីវិតដើម្បីចាក់ចេញដែរភាពភ័យខ្លាចរបស់ខ្ញុំធ្វើឲ្យខ្ញុំមានអារម្មណ៍ថាគេដឹងពីវត្តមានរបស់ខ្ញុំហើយដោយការកិនអញ្ចឹងពេលហ្នឹងរីក៏បានសម្លឹងមើលថេហើយក៏ចាប់ផ្ដើមញញឹមមិនបានជាគេញញឹមបែបហ្នឹងតែគេចំអកខ្ញុំឬក៏គេចង់គំរាមខ្ញុំនេះតែគេចង់គំរាមខ្ញុំមែនទេមិនកាត់ទេខ្ញុំត្រូវតែចេញពីទីនេះបើខ្ញុំចេញទៅស្ងាត់គេប្រហែលជាមិនដឹងទេឥឡូវនេះវាជាការល្អក្នុងការចាក់ចេញហើយព្រោះថាឥឡូវនេះគេកំពុងសោយសុកអញ្ចឹងហើយគេប្រកាសជាមិនចាប់អារម្មណ៍នឹងខ្ញុំទេអបរិកើម្នាក់នេះពិតជាគួរខ្លាចមែនគេមិនចេះអស់កម្លាំងទៅតែសោះអ្នកផ្សេងគេហត់អស់កម្លាំងដោយសារការហ្វឹកហាត់ពេលថ្ងៃហើយនឹងត្រូវដោយពេលយប់ទៀតនេះគេមិនចេះដេកមិនចេះហត់អស់កម្លាំងនឹងគេទេអីត្រូវហើយចុះម្នាក់ដែលនៅក្បែរគេនឹងជាអ្នកណារាងកាយរបស់គេស្រឡូននិងសាច់សមើលទៅតាមរូបរាងរបស់គេពិតជាសរីរនឹងស៊ីលូខ្លាំងណាស់តែហេតុអ្វីបានជាគេចូលចិត្តមករវីរវល់ជាមួយនឹងស៊ីលូទីអត់ដែលគេមានមនុស្សដែលដូចនឹងស៊ីលូហើយហ្នឹងហើយអារម្មណ៍ចិត្តនេះរបបកម្មហើយរុកចិត្តទៀតសំណាងហើយដែលគេមិនចាប់អារម្មណ៍នឹងវត្តមានរបស់ខ្ញុំនោះពេលនេះខ្ញុំគិតថាខ្ញុំមានសុវត្ថិភាពហើយព្រោះថាខ្ញុំនៅឆ្ងាយពីពួកគេបន្តិចដែរពេលហ្នឹងថេក៏បានសម្គាល់ឃើញមនុស្សម្នាក់នៅរើច្រាំងថ្មពីលើរីកនេះវាមនុស្សដែលលួចមើលពួកគេដែរមែនតែដូចជាមិនមែនចឹងទេនេះគេមើលទៅដូចជាប្រហែលត្រូវហើយគេគឺជាអ្នកដែលនៅក្នុងព្រៃមិញហ្នឹងតើគេធ្វើកាយវិការចម្លែកគេមិនមែនមកលួចមើលទេហើយនៅយកអាវុធមកទៀតមិនស្រួលទេនៅទីនោះពិតជាងងឹតណាស់ខ្ញុំសឹងតែមើលគេមិនឃើញផងប៉ុន្តែគេដូចជាចង់សម្លាប់មនុស្សយ៉ាងចឹងនេះពិតណាស់គេពិតជាចង់សម្លាប់មនុស្សពិតមែនមនុស្សម្នាក់នោះកំពុងតែតម្រង់អាវុធទៅរករីកៅហើយខ្ញុំគ្មានពេលដើម្បីគិតទៀតទេតែឥឡូវនេះសភាវគតិរបស់ខ្ញុំបានប្រាប់ខ្ញុំថាវាប្រហែលជាទម្លាប់របស់ខ្ញុំហើយដែលតែងតែនាំរឿងដាក់ខ្លួនបែបនេះពេលហ្នឹងថេក៏បានយកដុំថ្មទៅគប់អបៈហ្នឹងហើយក៏ត្រូវកំពុងតែសប្បាយចិត្តនឹងការគប់ត្រូវប៉ុន្តែភ្លេចគិតថាអាគ្រាប់ស្នាហ្នឹងវាឡងត្រូវខ្លួនឯងវិញពេលហ្នឹងថេក៏បានភ្ញាក់ព្រឺតហ្មងថាប៊ីហើយប៊ីត្រូវខ្លួនមែនតើនេះខ្ញុំច្បាស់ជាងប់មិនខានទេនេះតែខ្ញុំដែរយករឿងមកដាក់ខ្លួនទៀតហើយមែនទេនេះបើខ្ញុំមិនជួយគេទេគេប្រហែលជាស្លាប់បាត់ហើយតែឯងមិនគួរធ្វើទឹកមុខបែបនឹងដាក់ខ្ញុំទេណាមិនត្រឹមតែប៉ុណ្ណឹងទេក្មេងប្រុសម្នាក់នោះប្រកាសជាមានគ្រោះថ្នាក់ដែរមិនខានទេ
ប៉ុន្តែបើគិតឲ្យមែនទែនទៅអបរិករនេះគឺគ្រោះថ្នាក់ជាអបិឃាតករមិនទៅទៀតក៏ប៉ុន្តែរឿងវាបានកើតឡើងទៅហើយខ្ញុំក៏បានជួយគេរួចទៅហើយទោះជាយ៉ាងណាក៏ដោយខ្ញុំអាចឈរមកមនុស្សស្លាប់នៅមុខបានទេចុងក្រោយខ្ញុំនៅតែជួយពួកគេដដែលពេលហ្នឹងរីក៏បានសម្លក់ឡើងឆាំងជ្រុះក៏ភ្នែកជាអ្នកសម្លក់ឡើងគួរឲ្យខ្លាចហើយពេលហ្នឹងថៃក៏បានគិតទៀតថាតើខ្ញុំជួយគេនឹងត្រូវឬក៏ខុសហ្នឹងពេលហ្នឹងរីអត់និយាយច្រើនទេទីដុំថ្មគប់ត្រង់ក្បាលបេក្ខិតករនឹងឲ្យពេលដេកស្ដោកមួយពេលហ្នឹងថៃក៏បានគិតថាមើលទៅដូចជាត្រូវក្បាលគេហើយតែគេអត់អីណាស់ពេលហ្នឹងរីក៏បានចាប់ផ្ដើមរើសស្នាហើយក៏ចាប់ផ្ដើមស្លឹងថថេវិញម្ដងពេលហ្នឹងថៃក៏បានគិតថានេះគេសំណមុខខ្ញុំធ្វើអីហ្នឹងនេះកំប្រាប់ថាគេចង់ពេលហ្នឹងថៃក៏បានខំនិយាយទៅខ្ញុំមកថាខ្ញុំបានធ្វើអីទេនេះមិញខ្ញុំជួយលោកណាហើយលោកកុំយកច្រឡំអីពេលហ្នឹងរីក៏បានឆ្លើយថាត្រូវហើយខ្ញុំដឹងតានេះតើគេចង់ធ្វើអីហ្នឹងបើគេដឹងហើយហេតុអ្វីបានជាគេឡើងមករកខ្ញុំធ្វើអីខ្ញុំប្រាប់លោករួចហើយតែខ្ញុំគ្មានបំណងធ្វើអីទេហើយខ្ញុំក៏មិនស្គាល់គេម្នាក់នោះដែរហើយខ្ញុំក៏មិនដឹងថាគេមានគម្រោងចង់ធ្វើអីដែរពេលហ្នឹងរីក៏បានដើរមកមុខថៃក៏និយាយថាទៅហើយខ្ញុំដឹងរឿងហ្នឹងតាហើយថៃក៏គិតថាហើយចាំបើដឹងហើយខំមករកងាប់អីថៃគិតចឹងមែនតែក៏មកផ្នែកឆ្លងទៅមើលដៃរីព្រោះថាខ្លាចទេវាមើលទៅមិនល្អទេចង្រៃយកខ្ញុំមិនគួរជួយគេទេកាយអត់មានអារម្មណ៍ថាខាងសម្រាប់រឿងយូរទៅលែងចេះសម្រាប់រឿងអស់លីហើយសម្លេងខ្លះរៀងស្ងាត់ដោយសារពេលយប់ហើយអត់ហ៊ានមាត់លឺឯងហើយមានជាការឥឡូវស្អកទៀតហើយតែអត់មានបានឈប់ធ្វើរឿងទៅណាទៅធ្វើបន្តទៀត